សួស្តីបងប្អូនអរគ្នាពិសេសបងប្អូនទស្សនិកទាំងអស់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីកម្មវិធី Microsoft Excel ដែលចាប់ផ្ដើមពីមេរៀនដំបូងទៅសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់ចេះពិសេសបងប្អូនទស្សនិកទាំងអស់បាទដែលកំពុងតែចាប់ផ្ដើមរៀន Microsoft Excel ដែលនៅក្នុងនេះខ្ញុំនឹងបង្ហាញទី1ទៅទៅនិយមន័យកម្មវិធី Microsoft Excel គឺជាអ្វីទី2គឺវត្ថុបំណងនៃការប្រើប្រាស់កម្មវិធី Microsoft Excel តើយើងសិក្សាកម្មវិធី Microsoft Excel ដើម្បីធ្វើអ្វីត្រូវចេះខ្លះនៅក្នុងកម្មវិធីមួយនេះទី3អត្ថប្រយោជន៍នៃកម្មវិធី Microsoft Excel នៅពេលដែលយើងសិក្សា Microsoft Excel ហើយតើយើងអាចជីវិតរបស់យើងវារីកចម្រើនយ៉ាងម៉េចខ្លះអាចធ្វើការបានយ៉ាងម៉េចខ្លះមានលទ្ធភាពអីយ៉ាងម៉េចខ្លះអូខេចឹងនៅក្នុងវីដេអូនេះគឺជាវីដេអូដំបូងហើយមានសារៈសំខាន់មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធី Excel គឺជាកម្មវិធីមួយបង្កើតឡើងដោយក្រុមហ៊ុន Microsoft ចឹងអ្នកទាំងអស់គ្នាដឹងហើយថាក្រុមហ៊ុន Microsoft គឺបង្កើតនៅកម្មវិធីជាច្រើនសម្រាប់ជំនួយដល់ការងារប្រចាំថ្ងៃរបស់យើងពិសេសគឺការងាររដ្ឋបាលតែម្ដងដែលវាបង្កើតដូចជាដោយអ្នកអត់ស្គាល់អញ្ចឹងគឺកម្មវិធី Microsoft Word បាទឥឡូវខ្ញុំឲ្យមើលដូចជាកម្មវិធី Microsoft Word កម្មវិធី Microsoft Excel កម្មវិធី PowerPoint និងកម្មវិធីជាច្រើនទៀតសម្រាប់ប្រើប្រាស់ជំនួយដល់ការងាររបស់យើងកម្មវិធី Microsoft ហ្នឹងគឺក្រុមហ៊ុន Microsoft ហ្នឹងគឺជាក្រុមហ៊ុនដែលល្បីមួយគឺទាំងសកលលោកមិនតែប៉ុណ្ណោះកម្មវិធី Microsoft Excel ហ្នឹងគឺជាកម្មវិធីសម្រាប់បង្កើតបញ្ជីសម្រាប់គ្រប់គ្រងទិន្នន័យទៅតាមការិយាល័យក្រុមហ៊ុននិងអាជីវកម្មផងដែរមានន័យថាកម្មវិធីមួយនេះវាប្រៀបបានជាសភៅមួយសម្រាប់គ្រប់គ្រងទិន្នន័យរបស់យើងកត់ចំណូលចំណាយកត់ទិន្នន័យប្រចាំថ្ងៃធ្វើស្ថិតិបើនិយាយចំទៅកម្មវិធី Excel Microsoft Excel ហ្នឹងគឺប្រៀបបានដូចជាមុខវិជ្ជាគណិតវិទ្យាអញ្ចឹងពិសេសមែនតើកម្មវិធី Microsoft Excel ពីតើតើនឹងវត្ថុបំណងនៃការប្រើប្រាស់កម្មវិធីមួយហ្នឹងអ្វីយើងត្រូវចេះនៅពេលដែលយើងសិក្សាកម្មវិធីនេះចប់កម្មវិធីមួយនេះគឺចង់ឲ្យបងប្អូនចេះតទៅនឹងការបង្កើតតារាងរៀបចំបញ្ជីជាក់ស្ដែងដូចឧទាហរណ៍ថានៅតាមសាលារបស់យើងនៅពេលដែលយើងចង់រៀបចំតារាងដើម្បីគ្រប់គ្រងរៀបចំបញ្ជីទៅលើសិស្សម្នាក់យើងត្រូវស្រង់ទិន្នន័យរបស់គាត់ដូចជាអត្តលេខណាស្រង់ទិន្នន័យទៅលើអត្តលេខធ្វើតារាងនឹងគ្រប់គ្រងអត្តលេខរបស់គាត់ឈ្មោះអីទូទៅនាមរបស់គាត់ឈ្មោះអីភេទអីថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតឈ្មោះពុកម្ដាយលេខទូរស័ព្ទបាទនេះគឺជាព័ត៌មានទាំងអស់ដែលយើងត្រូវរៀបចំឲ្យមានរបៀបរៀបរយនៅក្នុងតារាងដ៏ជាក់លាក់របស់យើងដូច្នេះយើងត្រូវចាំបាច់នៅពេលដែលយើងចេះកម្មវិធី Excel គឺងាយស្រួលក្នុងការគ្រប់គ្រងបង្កើតតារាងនឹងមែនទែនព្រោះកម្មវិធីមួយនេះគឺផ្ដោតសំខាន់លើការបង្កើតតារាងមិនតែប៉ុណ្ណោះនៅក្នុងកម្មវិធី Microsoft Excel គឺអាចសង្ក្រាបពេចដែលបង្ហាញពីការកើនឬក៏ថយចុះអានេះប្រៀបបានដូចជាការស្រង់ស្ថិតិសិស្សមករៀនប្រុសប្រមាណអ្នកស្រីប្រមាណអ្នកនេះគឺជាការស្រង់ស្ថិតិយើងអាចសងជាក្រាបមើលដើម្បីយកទិន្នន័យរបស់យើងទៅធ្វើជាក្រាហ្វិកដើម្បីងាយស្រួលក្នុងការពិនិត្យមើលជាក់ស្ដែងជារូបភាពបន្តមកទៀតក្នុងកម្មវិធី Microsoft Excel ក៏នឹងឲ្យយើងចេះប្រើប្រាស់ប្រព័ន្ធផ្សេងៗដែលមានស្រាប់សម្រាប់ការងាររដ្ឋបាលគណនេយ្យហិរញ្ញវត្ថុធនាគារនិងការប្រកាសពន្ធជាដើមនៅក្នុងកម្មវិធី Microsoft Excel ហ្នឹងគឺមានប្រព័ន្ធច្រើនណាស់បងប្អូនអរគ្នាមានប្រព័ន្ធបូកដកគុណចែករកមធ្យមភាគរកភាគរយរកតម្លៃធំបំផុតទៅបំផុតរកទៅច្រើនមែនទែននៅក្នុង Excel ដែលអាចជួយសម្រួលដល់ការងាររបស់យើងឲ្យមានភាពលឿនរហ័ស
នៅពេលដែលយើងចេះកម្មវិធីមួយនេះមិនតែប៉ុណ្ណោះគឺអាចសរុបទិន្នន័យតាមផ្នែកឬតាមសាខានីមួយៗបានផងដែរអានេះក៏ស្ថិតនៅក្នុងរូបមន្តមួយនៅក្នុង Excel ផងដែរនៅពេលដែលយើងចង់គណនារកទិន្នន័យតាមផ្នែកតាមសាខាគឺយើងប្រើរូបមន្ត SUMIF បាទហើយយើងអាចរកមធ្យមភាពតាមផ្នែកទៅបានច្រើននៅពេលដែលយើងចេះយើងអាចប្រើប្រាស់បានងាយហើយលឿនរហ័សសម្រាប់ការងារនិយាយចំទៅនោះបាទហើយផ្សេងមួយទៀតនៅក្នុង Excel ហ្នឹងគឺជាកម្មវិធីមួយគឺយើងអាចសរសេរកូដដើម្បីចងជាមួយនឹង sheet បាទស្លាកកិច្ចការរបស់យើងក្នុង Excel ដើម្បីគ្រប់គ្រងទិន្នន័យផ្សេងៗផងដែរពិសេសមែនទែនអ្នកនរគ្នាគឺកម្មវិធី Excel នេះគឺយើងអាចសរសេរកូដបង្កើតកម្មវិធីបានទៀតហើយមិនចាំទៅពឹងផ្អែកកម្មវិធី database កម្មវិធីផ្ទុកទិន្នន័យផ្សេងៗទេគឺនៅក្នុងហ្នឹងគឺយើងអាចបង្កើត interface ហើយយើងអាចផ្ទុកទិន្នន័យនៅក្នុង Excel តែម្ដងជាងកម្មវិធីមួយនេះគឺ 2 in 1 ហ្មងនេះទៅតាមទៅនឹងវត្ថុបំណងនៃការប្រើប្រាស់កម្មវិធី Excel នៅក្នុងកម្មវិធី Excel គឺចង់ឲ្យយើងចេះប៉ុណ្ណេះឯងចំណុចបន្ទាប់គឺទៅតាមនឹងអត្ថប្រយោជន៍នៅពេលដែលយើងចេះកម្មវិធី Microsoft Excel ហើយតើជីវិតរបស់យើងវានឹងយ៉ាងម៉េចវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែននៅពេលដែលយើងចេះប្រើប្រាស់កម្មវិធីមួយនេះព្រោះថាវាបានជួយការងាររបស់យើងឲ្យមានភាពលឿនរហ័សបានន័យថាម៉េចដូចខ្ញុំនិយាយខាងដើមអញ្ចឹងកាលណាយើងចេះកម្មវិធីមួយនេះគឺយើងចេះប្រើប្រាស់កម្មវិធីចេះបង្កើតតារាងចេះរូបមន្តចងក្រងរូបមន្តដែលមានស្រាប់ឬក៏យើងអាចបង្កើតរូបមន្តដែលមានស្រាប់ទៅជារូបមន្តថ្មីមួយទៀតក៏បានដែរអានេះគឺសិតជាកតាលីករមួយឲ្យជំរុញឲ្យការងាររបស់យើងបានលឿនរហ័សជាងការកណនាដៃពីសម័យបុរាណងាយស្រួលក្នុងការធ្វើការងារព្រោះការងារភាគច្រើនអ្នកត្រូវចេះកម្មវិធីនេះជាចាំបាច់ការងារច្រើនស្ថាប័នទាំងអស់គ្នាស្ទើរតែគ្រប់ស្ថាប័នទាំងអស់គឺចាំបាច់ត្រូវតែចេះកុំព្យូទ័រហើយពិសេសគឺកម្មវិធី Microsoft Excel តែម្ដងដូចជាតទៅនឹងវិស័យអប់រំតទៅនឹងវិស័យសុខាភិបាលក្រុមហ៊ុនឯកជននិងអាជីវកម្មផ្សេងៗគឺចាំបាច់ត្រូវតែចេះកម្មវិធីមួយនេះដើម្បីយកទៅគ្រប់គ្រងទិន្នន័យនៅតាមស្ថាប័ននីមួយៗហើយចំណុចចុងក្រោយចេះរៀបចំបញ្ជីចំណូលចំណាយផ្ទាល់ខ្លួនអានេះគឺអត្ថប្រយោជន៍នៃការចេះកុំព្យូទ័រនៅពេលដែលយើងចេះកម្មវិធី Microsoft Excel នៅពេលដែលយើងចេះវាហើយអ្នកទាំងអស់គ្នានឹងអាចរៀបចំបញ្ជីចំណូលចំណាយរបស់យើងឲ្យមានប្រសិទ្ធភាពការចាយរបស់យើងឬក៏ការទុករបស់យើងនឹងគឺមានភាពជាក់លាក់សុក្រឹតនៅក្នុងតារាងរបស់យើងដែលយើងបានបង្កើតនេះគឺជា3ចំណុចដែលខ្ញុំបានបង្ហាញនេះស្ទើរអ្នកនរគ្នានឹងយល់ហើយបើសិនជាមិនយល់អាច comment សួរក៏បានដែរតើតើទៅនឹងមេរៀនទាំង3នេះបាទអរគុណមានតែប៉ុណ្ណឹងជួបគ្នាមេរៀនទី2ស្ដីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺជាវីដេអូមេរៀនទី2នៃកម្មវិធី Microsoft Excel ចំពោះមេរៀននេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងទៅនឹងការបើកកម្មវិធី Microsoft Excel តើយើងបើកតាមវិធីណាខ្លះជាមួយនឹងកម្មវិធីមួយនេះទី1អ្នកនរគ្នាបើសិនបើយើងមើលសិនបើសិនជាកន្លែងនេះមាន icon កម្មវិធី Microsoft Excel អ្នកនរគ្នាអាចចុចមកស្ដាំទៅលើវាហើយយកវាថា open ក៏បានដែរអានេះចំពោះការបើកកម្មវិធី Microsoft Excel ទី2បើសិនបើអ្នកនរគ្នាចូលទៅកុំព្យូទ័រណាមួយហើយកុំព្យូទ័រនោះមានកម្មវិធី Microsoft Excel នៅលើ taskbar បែបនេះអ្នកនរគ្នាអាចចុចទៅលើនឹងក៏បានដែរបាទចុចវាទៅវាក៏បើកដែរចុចមកឆ្វេងមួយទៅណាទី3វិធីដែលល្អបំផុតសម្រាប់និយាយទៅគឺសម្រាប់អ្នកចេះកុំព្យូទ័រតែម្ដងអ្នកនរគ្នាត្រូវចូលទៅប្រអប់ search កន្លែងនេះអញ្ចឹងអ្នកនរគ្នាមកចាំមើលនៅលើ icon កន្លែងនេះមកចាំមើលលើ taskbar ទេអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាចូលទៅប្រអប់ search តែម្ដងហើយវាយពាក្យ Excel លើនេះតែម្ដងតោះយើងចាប់ដើមវាយដើម្បី search រកកម្មវិធី Microsoft Excel
ពេលនោះវានឹងបង្ហាញពី Excel មកឲ្យយើងចុចយកវាទៅបាទជាកន្លែងនេះក៏បានកន្លែងនេះក៏បានដែរបន្តមកទៀតវានឹងបង្ហាញផ្ទាំងជាច្រើនដល់អ្នកនរអគ្នាទីមួយគឺ blank workbook បាទអ្នកខ្ញុំរីករាយអ្នកនរអគ្នាយកកន្លែងចុះ blank workbook បើន័យថាកន្លែងនេះគឺសម្រាប់យកនៅផ្ទាំងការងារដែលទទេហើយចំពោះទៅដល់កន្លែងនេះគឺសិតតែ template ទេ template នេះមានន័យថាជារបស់ដែលគេ design ឲ្យស្រាប់ដោយទៅដល់កន្លែងនេះគឺ building statement សម្រាប់ទៅដល់នឹងការទូទាត់បាទហើយទៅដល់ upload អីហ្នឹងគឺមកកណោសិតតែរបស់ដែលគេធ្វើឲ្យស្រាប់ទេជាការល្អអ្នកទាំងអស់គ្នាគួរតែយកទៅនឹង blank workbook ដើម្បីយើងយកទៅកែច្នៃឬក៏ដាក់ទិន្នន័យធ្វើកែច្នៃតារាងខ្លួនឯងនេះយកកន្លែងនេះមកហើយទៅដល់ខាងក្រោមនេះគឺសុទ្ធតែជាបញ្ជីឈ្មោះដែលយើងបាន save ពីមុនវានឹងបង្ហាញឲ្យយើងនៅកន្លែងនេះដើម្បីងាយស្រួលក្នុងការយើងបើកយកឯកសារចាស់ៗដែលយើងបានធ្វើហ្នឹងមកប្រើប្រាស់នឹងការប្រើបន្តអញ្ចឹងយើងយកកន្លែងនេះមកពេលនោះវានឹងបង្ហាញផ្ទាំង workbook មកឲ្យយើងនេះសិទ្ធិផ្ទាំង workbook ដែលយើងអាចធ្វើការបានហើយអ្នកទាំងអស់គ្នាកន្លែងនេះគឺធម្មតាក្នុង Excel គឺពេលយើងបើកស្លាកកិច្ចការមកគឺមានជាកលាបែបនេះប៉ុន្តែអ្នកទាំងអស់គ្នាមិនបារម្ភទេពេលយើង print មកឯកសារដែលយើងធ្វើនោះគឺមិនមានជាប់កលាទេវាជាกระดาษសធម្មតាប៉ុន្តែបើសិនបើអ្នកចង់បានកលាចង់បានបន្ទាត់តើយើងបង្កើតតារាងបន្ថែមទៀតអញ្ចឹងការបង្ហាញមេរៀនទី2របស់ខ្ញុំមានតែប៉ុណ្ណឹងជួបគ្នាមេរៀនក្រោយសួស្តីទាំងអស់គ្នានេះគឺជាមេរៀនទី3នៃកម្មវិធី Microsoft Excel មេរៀននេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការរក្សាទុកកម្មវិធី Microsoft Excel ឲ្យបានត្រឹមត្រូវតើយើងរក្សាទុកតាមវិធីណាតោះមើលឯកសារនៅលើនេះទាំងអស់គ្នាខ្ញុំមានដូចឧទាហរណ៍មានស្រាប់កន្លែងនេះខ្ញុំមានឯកសារបែបនេះនៅពេលដែលខ្ញុំចង់រក្សាទុកឯកសារធម្មតាទេអ្នកទាំងអស់គ្នាពេលដែលធ្វើហើយបើយើងមិនរក្សាទុកទេគឺវានឹងបាត់ឯកសារនេះដោយស្វ័យប្រវត្តិដូច្នេះយើងត្រូវតែធ្វើការ save ឬក៏រក្សាទុកឯកសារនេះនៅតាមទីតាំងដែលយើងបានកំណត់អញ្ចឹងជំហានដែលយើងត្រូវរក្សាទុកអ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាត្រូវចូលទៅ file បន្ទាប់មកចូលទៅ save as រួចអ្នកទាំងអស់គ្នាចូលទៅទីតាំងកន្លែងនេះចុចកន្លែងណាក៏បានដែរចុច this PC ក៏បានចុច add a place ក៏បានឬក៏ចុច browse ក៏បានដែរឥឡូវខ្ញុំចុចទៅលើ browse ពេលនោះវានឹងបង្ហាញផ្ទាំងមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នារើសទីតាំងដើម្បីទុកចំពោះទីតាំងខាងឆ្វេងនេះអ្នកទាំងអស់គ្នាគឺយើងទុកត្រង់ណាក៏បានដែរទុកលើ download ក៏បានទុក document ក៏បានទុក picture ក៏បានទុកលើ folder មួយណាក៏បានដែរប៉ុន្តែជាយោបល់របស់ខ្ញុំអ្នកទាំងអស់គ្នាគួរតែទុកក្នុង drive D ទៅ data D ឬក៏ហៅថា drive D រួចរើសទីតាំងទុកវិធីដែលល្អអ្នកទាំងអស់គ្នាគួរតែបង្កើត folder មួយសម្រាប់ទុកឯកសាររបស់យើងឲ្យមានរបៀបរៀបរយរួចដាក់ឈ្មោះ folder នោះដើម្បីយើងចំណាំថ្ងៃក្រោយខ្ញុំដាក់ test បន្ទាប់មកយើងទៅបើក folder មួយនឹងសិន folder នេះបើយើងនិយាយទៅប្រៀបបានដូចជាសមីរបស់យើងដែលទុកឯកសារតាមផ្នែកនីមួយៗឯកសារនេះទុកភាសាខ្មែរឯកសារ folder នេះទុកគណិតវិទ្យាឯកសារនេះទុករូបវិទ្យាអញ្ចឹងទៅអានេះគឺប្រៀបបានដូចជាសមីរបស់យើងដើម្បីទុកឯកសារបន្ទាប់មកយើងទៅបើក folder របស់យើងហើយយើងត្រូវដាក់ឈ្មោះឯកសាររបស់យើងនេះឯកសារ Excel ដែលយើងធ្វើនេះឈ្មោះអីនេះឯកសារដែលយើងធ្វើនោះណា
តែច្រឡំកន្លែង folder មិនកន្លែងតែហ្នឹងគឺមិនមែនជាឈ្មោះឯកសារទេវាគឺជាឈ្មោះរបស់ folder របស់យើងអ្នកទាំងអស់គ្នាមើលកន្លែង file name រួចដាក់ឈ្មោះមកឯកសាររបស់យើងខ្ញុំដាក់lesson 3បាទជាឧទាហរណ៍ទៅណាបាទអញ្ចឹងឯកសាររបស់យើងដាក់ឈ្មោះអីខ្ញុំដាក់ឈ្មោះនឹងទៅស្រាញ់ចិត្តទេកន្លែងនេះហើយចំពោះ CR style នេះគឺជាប្រភេទទិន្នន័យបើសិនជាអ្នកទាំងអស់គ្នាចង់រក្សាទុកបែបឯកសារដែលយើងចង់កែប្រែបន្តអ្នកទាំងអស់គ្នាចុច Excel workbox អញ្ចឹងមានច្រើនណាស់កន្លែងនេះគឺមានច្រើនមានជា Excel macro enable workbox មានជា Excel binary workbox មានច្រើនអ្នកទាំងអស់គ្នាបាទអញ្ចឹងជាការ recommend មកខ្ញុំគឺទុកក្នុង Excel workbox ទៅមិនខុសទេអានេះគឺជាប្រភេទ file មួយដែលយើងអាចកែប្រែបាននៅថ្ងៃក្រោយរួចយើងចុច Save ធម្មតាពេលនោះឯកសាររបស់យើងនឹងមានឈ្មោះកន្លែងនេះឃើញទេ lesson 3របស់យើងគឺដាក់មិញហ្នឹងគឺវានឹងបង្ហាញឈ្មោះកន្លែងនេះវិធីទៅរកឯកសាររបស់យើងអ្នកទាំងអស់គ្នាគឺចូលអញ្ចេះវាមានច្រើនវិធីខ្ញុំបិទសិនហើយសាកទៅបើកកម្មវិធីរបស់យើងមើលហើយបើកកម្មវិធី Excel ធម្មតាពេលនោះឈ្មោះរបស់យើងនៅខាងលើគេនេះអ្នកទាំងអស់គ្នាចុចមកឆ្វេងមកឃើញទេឯកសាររបស់យើងគឺបានលោតមកធម្មតាវិធីមួយទៀតអ្នកទាំងអស់គ្នាចូលទៅកន្លែងទុកគឺជាទូទៅគឺទុកនៅក្នុងរាល់ឯកសារទាំងអស់គឺទុកនៅក្នុង library បន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចូលទៅ file ដែលយើងទុកមិញខ្ញុំទុកនៅក្នុង 3D នេះនៅក្នុង folder មួយនេះ folder test ឬចុចមកស្ដាំយកពី open នេះអ្នកទាំងអស់គ្នាឃើញទេវានឹងបង្ហាញ folder របស់យើងឈ្មោះថា lesson 3មិញចុចមកស្ដាំយើង view ទៅចុចមកស្ដាំហើយយកពី open ទៅពេលវានឹងបង្ហាញឯកសាររបស់យើងឃើញបងប្អូនអញ្ចឹងនៅពេលដែលយើងរក្សាទុកឯកសាររបស់យើងវានឹងបង្ហាញឈ្មោះកន្លែងនេះការរក្សាទុកនេះដាក់ឈ្មោះនេះគឺជារឿងសំខាន់មួយដែលអ្នកនរគ្នាមិនអាចមើលរំលងបានទេបើមិនជាយើងដាក់ឈ្មោះអញ្ញៃមិនស្អីណាអ្នកនរគ្នានឹងពិបាករកឯកសាររបស់ខ្លួនឯងអញ្ចឹងការរៀបចំនៅក្នុងការទុកឯកសារមួយៗគឺត្រូវតែមានរបៀបរៀបរយកុំឲ្យយើងស្មុគស្មាញហត់គិតហត់ពីថ្ងៃក្រោយធ្វើយើងនឹង depression បាទអញ្ចឹងមានតែប៉ុណ្្នឹងតើតើនឹងការរក្សាទុកអរគុណជួបគ្នាមេរៀនក្រោយវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាទាក់ទងទៅនឹងការរក្សាទុកដោយដាក់ password ឬលេខសម្ងាត់នៅលើកម្មវិធី Microsoft Excel អញ្ចឹងធម្មតាទេនៅពេលដែលយើងធ្វើការងារយើងតែចង់លក្ខការសម្ងាត់មិនឲ្យអ្នកណាផ្សេងចូលប្រើប្រាស់ទៅលើកម្មវិធី Microsoft Excel ឬក៏ឯកសាររបស់យើងនឹងបានទេដូច្នេះយើងត្រូវតែដាក់ password វាតែយើងត្រូវដាក់ password វាយ៉ាងម៉េចតោះចូលទៅសិក្សាទាំងអស់គ្នាជំហានទី1អ្នកទាំងអស់គ្នាត្រូវតែចូលទៅ file បន្ទាប់មកចូលទៅ save as ចំពោះ save as និង save នេះខុសគ្នាទាំងអស់គ្នាកន្លែង save នេះគឺបើន័យថាយើងធ្លាប់បើសិនជាយើងធ្លាប់ save ម្ដងហើយធ្លាប់រក្សាទុកម្ដងហើយយើងចុច save នេះបើន័យថាវានឹង save បន្តទៀតណា save បន្តទៀតប៉ុន្តែមិនអាចកែប្រែអ្វីបានទេចំពោះ save as នេះគឺជាកន្លែងរក្សាទុកមួយដែលយើងអាចកែប្រែឈ្មោះក៏ដូចជាឈ្មោះដូចជាទីតាំងណាដូចជាពិសេសគឺការដាក់ password នឹងបានតែម្ដងអញ្ចឹងខ្ញុំចូលទៅ save as តែម្ដងបន្ទាប់មកខ្ញុំចូលទៅកន្លែងយកប្រើពេលនោះវានឹងបង្ហាញផ្ទាំងមួយសម្រាប់ឲ្យយើងនឹងទៅរើសទីតាំងទុកក៏ដូចជាដាក់ឈ្មោះក៏ដូចរើសប្រភេទ profile ជាដើមអញ្ចឹងខ្ញុំរើសទីតាំងទុកសិននេះសិទ្ធិទីតាំងទុកបងប្អូននេះកន្លែងនេះមកខាងនេះគឺទីតាំងរក្សាទុកនៅត្រង់ណាអានេះប្រៀបបានដូចជាដូចជាទូរបស់យើងអញ្ចឹងយើងចង់ទុកថតមួយណា
tục thọt mỗi ni được thọt mỗi ni được thọt mỗi ni không mà tú nữa chứ trong tục nơi nông chỉ thọt đá trong tục nông trải đi ở thế tục nông trải đi và tôi máu trong tục nông phổ đợt té nè chỉ phổ đợt được dùng u hồ nơi video 4 hai trong đã mua muối nhưng đã thà lesson 6 á và một tiết cái này đã password ở này cái này chỉ cái nàyคลำในเรียนหมอยืนนั่นคือดับ password จังเป็นยืนจังดับ password ตัวเอกสารนั้นยืนอาชีพหายยืนโจตัวอะไรเนี่ย tool รู้ในตัวนี้ยก general option ตัวม้าวิปุ่นให้เตียงนี่ตัวนี้ password to open อันนึง password to modify จังในตัวนี้ดักอะไร password อะไรนี่หมอแล้วชิมดับประมาณกับบ้านเนี่ยดับซอยกับบ้านเล็กเอกับบ้านดับประมาณตุ้งกับบ้านเนี่ยอับปัญหาเลยแล้วชิมดับใบตรงจ้ะว่าหมวดใบให้จะพูด password to modify นี่ก็เอาเนี่ยไม่ดับกับบ้านเลยเพราะฉะนั้นมันจะเอาเนี่ยจ้องท่า password ยืดกันแต่ strong มันเอาเนี่ยนะประบ้านนะยังดับ password กับอะไรนี่มันติดบ้านให้ password นี่มันประกันถ้าดับยังไม่เจอดับ copy อ่านเลยนี่กับบ้านเลยถึงขนาดจำคนไหนโหลดได้ให้พลิกคนไหนเนี่ยไอ้ซาสเปย์จบไปนะตอนนี้ดับchỉ tôi tới khi đã tại mùi thì đã trả lời mùi tại ba này cái này mày đã thì mà đã tôi đã không nghe cái được đã giống mấy các bạn này ta khi mà đã thì của ấy của mọi hoạt vài chơi cho đàn ông khi mà đã tại mùi thì rồi chị ok tới đó này phần đằng bà này tao nói những ai re-enter password to open mấy thằng ai dương vay password để dương vay cho mấy nhỉ tao này vay cho nó thiệt đôi cái này của này vay tao này mấy trả lời tao đang vay chẳng nàyแล้วขึ้นไปดูกันนี้มวยปีใบดูกันนี้ให้โอเคจังให้เซลล์tới bàนี่หมดว่ายังคือ lesson 6ខ្ញុំសាកបិទមើលតើពេលដែលបើកវិញវាចេញយ៉ាងម៉េចដែរឥឡូវខ្ញុំបិទណាខ្ញុំបិទ close បន្ទាប់មកខ្ញុំចូលទៅបើកឯកសាររបស់ខ្ញុំវិញខ្ញុំទុក data D tục nơi folder một trong test cho lesson 6 open mở nè cái nhé bên đây là hai password mà ở dương bằng pin password lại nè bởi dương mình bằng pin thế thì có bằng pin khó vì ở đó dương từ một cái lớp chăm sóc cho tôi quay tới đấy ok mới khi khó ấy chẳng cái này tiêm tia ở dưới nó quay password chẳng mấy ở từ chẳng quay mùi bị bầy bính ok bạn ní cứ chỉ cả set password nơi lơ là cái ca bỏ dưới này cầm thì mình rồi sợ chẳng mình ta vẫn nắng chụp cái video rồi số đọc nàyในក្នុង video នេះខ្ញុំនឹងបង្ហាញនៅដល់អ្នកតទៅទៅនឹងការដូរឈ្មោះឯកសារនៅក្នុងកម្មវិធី Microsoft Excel ក្នុងខ្លឹមសារនេះខ្ញុំចង់បញ្ជាក់ថាឯកសាររបស់យើងគឺមានឈ្មោះរួចហើយមានឈ្មោះបដូរហើយអ្នកកន្លែងនេះ lesson 3នឹងជាឈ្មោះរបស់ឯកសារបាទនេះជា title របស់វាប៉ុន្តែឥឡូវខ្ញុំចង់បដូរឈ្មោះវាហ្នឹងទៅជាឈ្មោះផ្សេងដូច្នេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីអាចដូរឈ្មោះឯកសាររបស់យើងឬក៏ title បានជំនាញដំបូងគឺអត់លំបាកទេបងប្អូនអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកន្លែងនេះចូលទៅកន្លែង file ហើយយកពាក្យថា save as ឬហើយយើងទៅរើសកន្លែងទីតាំងទុកថ្មីបាទនេះ lesson 3របស់ខ្ញុំណាឥឡូវខ្ញុំដូរឈ្មោះអាហ្នឹងទៅជា lesson នេះម្ដងអញ្ចឹងអ្នកទាំងអស់គ្នាមើលកន្លែង file name នេះ file name ហ្នឹងគឺជាកន្លែងដាក់ឈ្មោះអញ្ចឹងសូមបញ្ជាក់ថាបើសិនជាយើងប្រើ cell ធម្មតាគឺអ្នកទាំងអស់គ្នាមិនអាចចូលទៅដូរឈ្មោះបានទេបាទព្រោះអីកន្លែង cell នេះគឺ
bây giờ lực thì muốn vậy thì cái này giờ lực thì pi thì 3 thì 4 viên nâng mình ở dương đôi thế và nó bây giờ phải ở tập bàn trầm na rồi có được trong exercise dương bàn trầm na viết cron tại pro phần năng thể mua nó tại tí tăng tại phần tại phần là dương trong pro tí tăng rồi có đôi mua thứ mày nên ở đây mưa hàng cao màu sale á nè và về sale á mình thay dương sale từ chị ấy viên nó một hai tiền đi mà ở dương nè tiền mới nè và một số máu dương ai đô tí tăng đã tận các bạn này và trong đô tí tăng đã nơi con cà bị trái đi nữa các bạn đấy là khi tục trái đi tục test và ta là khi mà pro thế là đó nhé trong con tại đôi mua tại bên nó trong đại mua FC trong đại lesson đồ từ các bạn được đồ tại mua tại pi các bạn này sai chất để là trong đồ đặt lesson 10 cho rồi chơi sao thầm đã ok phầnนั้นlấy nó tạo cái này ai châu từ mà mới được con library ta ở bên trong pro mình chụp chơi này trong tục nơi trong trái đi tục trong folder test nhiệt đọc này lesson 3 còn nơi ta đã đây và ta trong đồ mua tiết cứ đồ mấy nó cứ lesson 10 này cái đồ bán đấy chứ ai sao đấy cứ đồ bán đấy đôi chung này lesson 10 ai sao ta đã đôi chung bàn nick cứ chia độ biếp này cả đôi chung ai sao đồ ti tăng ai sao đặt lại na của bạn này phần thì dương thế bà dương còn là cho từ sale aster hay đôi chung tới bạn này trong video này mình tay phần năng tế ở con gặp cả tụi nó chụp nên bị rồi sự sôi động nàyในครั้งวิดีโอนี้ชมในบางงานในตอนนี้จะต้องตัวหนึ่งการบังคับตารางในครั้งคำที่ Microsoft Excel บ่าอย่างนี้จีตัวเตอร์ในครั้ง Excel คือแต่บังคับตารางนำไปกรุบกรองตัวในจังมาสัมผัสในตอนนี้มันตอนเช้าส่งตัวสนาวิดีโอนี้ไปดาวน์โหลดชอบเตอร์งานจะตัวบ้านจะไม่ดันมือได้ให้บ่าจังจำเป็นตัวบงงี้สู้หรือไปงี้สู้ของการบังคับตารางในตอนนี้เตอร์แต่วีtên là này cho là option tới trong dùng cả tràn tạm rồi nè lần sau mình đưa họ bằng text sắp bằng hai để tự học nên trong video này chẳng trong chập đào vì so tập nó hay là từng học này idol pum ở so ở bàn group cả là tự học chứ nó mới đô pum ở so group cả tự học bao nhiêu học đô pum ở so chứ nó phải lấy việc a đây cái nhé pum ở so a đây chứ trong đôi group là tự học thà giờ cùng người na chia default vào việc nó đã không vô mai mà đặt lại nè đặt lại cái những máu vì nên select all lại về nó này tự ông đô thì sang mà đòn tới đuôi từng hỏi đồ phân về từng hỏi tới cứ đô từ đó cứ ban từng hỏi và lúc trong đô vô bộ phê sọc máy trong vô máy OS bắt đầu bóng bà cái nhé group cả là cứ Windows từ cùng một số chân cả là nó có máy OS bắt đầu bỏ này và ní chi chụp hiện đượcในการตกแต่งđầm lấyในขนมcả là bao nhiêu hơi chụp hiện từ bốn là chụp chụp đào vì aso môn á được chụp chụp hàng đào chứ cứ đầm bầy và cả tảng người xuống này đó không nên chơi tại vì at bot rồi có vì tên là lấy cho không tảng sẵn là chụp vì đã tha với chiếc áo này bây giờ thua tàng muốn á bây giờ thua xong tàng muốn thua dưới nó của bạn không cà rốt chừng này bây giờ cà rốt khai trời khai khâu chứ á để cho nó dương quay at bot môn tử quay tên này môn tử ở hết là bởi ơi cam cả tàng bởi dương vì mình thiệp lươn hay là luôn hay mình khâu tiền chứ trong vay đã thà lờ rớ đã cột tình niệm nâng niệm hay khi mà thông được ở này ca bật những cái chơi tên này chơi lừa các bao vào á và chẳng tên này khi nó ở trong video rồi tiếp tới toàn tên ca bật đúng chui chơi chui đi và trả lời trong bật viết trong chơi lại nè trong chơi lừa trong bật lừa làm bi bao trong bật lừa làm bi thì ở này đã mai hàng năm này làm bi tới khi một tuần này mới đấy lớn cái header khai là cả ba là bỏ chui chơi chứ trong tiên hàng sản nó tiên một sản nó đấy chứ ở trong tiên từ pro với tiên từ hành chụp về này nè và tổ tiếp khi đọc hết lớp trong bì chi tiết của lãnh đạo đó anh được trong bì đấy
បាទឥឡូវខ្ញុំបង្កើតបណ្ដឹងចោះហើយចំពោះលេខរៀងខ្ញុំដាក់ពីលេខ1លេខ2លេខ3លេខ4លេខ5លេខ6ចឹងទៅបាទប៉ុន្តែបើសិនជាយើងធ្វើអញ្ចឹងយូរទៅគ្នាវាយម្ដងមួយណាលេខរៀងវាយម្ដងមួយចឹងយូរអញ្ចឹងខ្ញុំមានវិធីលឿនមួយទៀតអ្នកទាំងអស់គ្នាចូលទៅបង្កើតលេខរៀងដោយវិធីលឿនយើងទី1យកម៉ៅរបស់យើងដាក់លើលេខ1អស់លើលេខ2ចឹងមកបន្តមកអ្នកទាំងអស់គ្នាត្រូវមើលកែងអាស្ដាំហ្នឹងគេហៅថា auto fill ឈ្មោះថា auto fill ដាក់ចេញសញ្ញាបូកហ្នឹងមកហើយទាញវាមកក្រោមរហូតដល់លេខណាដែលយើងចង់បានមកឃើញទេនឹងវិធីលឿនចង់ដល់លេខប្រហែលក៏បានដែរបាទបន្ទាប់ពីយើងបង្កើតអញ្ចឹងហើយអ្នកទាំងអស់គ្នាយើងតើនេះខ្ញុំឧទាហរណ៍វាយឈ្មោះទេគ្រាន់តែថាប្រការចំកាត់តារាងប៉ុណ្ណឹងជំហានទី2អ្នកទាំងអស់គ្នាត្រូវតែ select វាជាមុនសិន select លើប៉ុណ្ណេះជាមុនសិនបាទក្នុងការបង្កើតតារាងយើងត្រូវតែ select វាជាមុនសិនដើម្បីឲ្យម៉ាស៊ីនរបស់យើងឬក៏កុំព្យូទ័ររបស់យើងដឹងថាយើងចង់ធ្វើការនៅត្រង់ណាការ select នឹងឯងគឺប្រៀបបានដូចជាការប្រាប់ទៅលើកុំព្យូទ័រថាយើងចង់ធ្វើការនៅពីកន្លែងណាដល់កន្លែងណាចាប់ពីតាណាដល់តាណាបាទនេះហើយជាការ select បើយើងអត់ select ទេវាអត់ស្គាល់ថាយើងចង់ធ្វើការនៅត្រង់ណាទេអ្នកនាងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចុចមកស្ដាំជំហានទី2ត្រូវជំហានទី3សំទោសត្រូវចុចមកស្ដាំទៅលើវាហើយយកពាក្យថា format cell រកឲ្យឃើញណា format cell នេះ format cell បន្ទាប់មកទាំង format cell នឹងឯងមានតកតងទៅនឹង tab ជាច្រើនអ្នកខ្លះគាត់អត់បានដូរទៅតាម tab ទាំងអស់នេះការបង្កើតតារាងរបស់គាត់ក៏អត់ជោគជ័យដែរនេះអញ្ចឹងវាមាន number មាន alignment មាន font borders fill position អញ្ចឹងអ្នកទាំងអស់គ្នារើសយកពី border ដើម្បីបង្កើតតារាងណាព្រោះក្នុងនេះហើយភាគច្រើនក្នុង Excel គឺគេប្រើទៅតាម format cell ច្រើនណាស់បងប្អូននេះប្រើត្រូវការ format cell ចូលទៅកែកន្លែងនេះ format cell ចង់ដាក់កន្លែងនេះ format cell អញ្ចឹងមានច្រើនខ្ញុំបញ្យល់ចាប់ដើមពី style ទៅបាទពី line ហើយមាន style នេះគឺជា mode បន្ទាត់ដែលយើងចង់បាន mode បន្ទាត់ណា mode បន្ទាត់នេះ tre mode ដាច់បែបនេះបាទឬក៏ mode បន្ទាត់ដិតបែបនេះពីរជាន់អានេះស្អាតយើងត្រូវការទេពេញចិត្តមួយណាឬមួយនេះទៅហើយចំពោះ color គឺជាកន្លែងដូរពណ៌បន្ទាត់របស់យើងដាក់ពណ៌អីពណ៌ទៅបាទស្អាតចិត្តទេឥឡូវឧទាហរណ៍ថាខ្ញុំរើសពណ៌ក្រហមប៉ុន្តែក្នុងកិច្ចការងារជាផ្លូវការគេមិនដែលប្រើបន្ទាត់ក្រហមនោះនេះប្រើបន្ទាត់ខ្មៅណាគេប្រើបន្ទាត់ខ្មៅគេមិនដែលប្រើបន្ទាត់ក្រហមទេឥឡូវខ្ញុំគ្រាន់តែឧទាហរណ៍ទេសម្រាប់ការឲ្យបងប្អូនមើលថាតើការដាក់ពណ៌លើបន្ទាត់វាយ៉ាងម៉េចបាទសូមបញ្ជាក់កន្លែងហ្នឹងហើយឥឡូវខ្ញុំរើសហើយតើតើទៅនឹងកន្លែងនេះបាទតើតើនឹង preset របស់វា preset ហ្នឹងគឺមាន3មាន none មាន outline មាន inside អញ្ចឹងតើតើនឹង none នេះបើថាយើងចង់ដោះបន្ទាត់ចេញទៅពេលយើងឧទាហរណ៍តែបងប្អូនដាក់ឲ្យអស់ហើយចង់ដោះបន្ទាត់ចេញគឺយើងប្រើ none បាទចំពោះ outline នេះគឺដាក់បន្ទាត់ខាងក្រៅនេះខាងក្រៅនេះកន្លែង select របស់យើងយើង select ប៉ុណ្ណាខាងក្រៅណានេះខាងក្រៅណាខាងក្រៅនៃកន្លែង select អានេះគេថា outline បងប្អូនជឿកន្លែងហ្នឹងទៅវាដាក់បន្ទាត់នឹងឲ្យយើងឥឡូវខ្ញុំចុចណានេះឃើញទេវានឹងបង្ហាញទៅលើទាំង border របស់យើងអានេះក៏ជាការ preview ទេជាការ preview ទេបាទកាលណាយើង select ប៉ុណ្ណឹងទីតាំងកន្លែងហ្នឹងក៏វា preview ប៉ុណ្ណឹងដែរអានេះគឺវាតំណាងឲ្យនេះ text ហ្នឹងគឺជាទិន្នន័យដែលមាននៅក្នុងកន្លែង select របស់យើងឯងហើយអានេះគឺបន្ទាត់ពណ៌ជុំវិញនេះគឺជាបន្ទាត់ដែលវានៅ select ខាងក្រៅនេះបន្ទាត់នេះយល់ហើយហ្នឹងណាបាទអានេះគឺវាតំណាងឲ្យទីតាំងដែលយើង select ហើយមួយទៀតខ្ញុំចង់ដាក់បន្ទាត់ខាងក្នុងបាទខាងក្នុងចុចលើ inside ទៅវានឹងបង្ហាញខាងក្នុងទាំងអស់ហើយខាងក្នុងមាន2ទាំងអស់នេះមានបន្ទាត់ខាងក្នុងជួរឈរនិងបន្ទាត់ខាងក្នុងជួរដេកហើយទាំងអស់នេះឃើញតែមួយបន្ទាត់អញ្ចឹងតែកុំស្មានណាគឺបើថាយើង select ប៉ុណ្ណាជួរឈរហ្នឹងមានបន្ទាត់ខាងក្នុង inside ប៉ុណ្ណាវានឹងដាក់ inside ទាំងអស់ជាស្ដែងដូចជាកន្លែងនេះឃើញជួរឈរណាជួរឈរ inside ខាងក្នុងមានជួរឈរ1ជួរឈរ2ជួរឈរ3ជួរឈរ4
បញ្ជាក់ថាដាក់តែមួយទេគ្រប់ជួយឈរទាំង4នៅក្នុងតារាងរបស់យើងវាដាក់ឲ្យទាំងអស់ហើយចំពោះជួរដេកក៏ដូចគ្នាដែរមិនខុសគ្នាពីជួយឈរទេគាត់ថានេះជួរដេកខាងក្នុងនៃកន្លែង select របស់យើងមានប្រមាណអញ្ចឹងរាល់ insight បន្ទាត់ទាំងអស់គឺវានឹងដាក់បន្ទាត់ខាងក្នុងនេះឲ្យយើងទាំងអស់ហើយបាទនេះគឺខ្ញុំបញ្យល់លម្អិតតទៅនឹងការប្រើប្រាស់ទៅលើ border ហើយបើសិនជាឥឡូវអូខេសាមើលបាទឃើញគឺឲ្យបន្ទាត់នេះតនហ្នឹងណាឥឡូវខ្ញុំស្រេចមកទៀតដើម្បីបញ្ជាក់បងប្អូនឲ្យកាន់តែច្បាស់ទៅលើ format cell ឥឡូវខ្ញុំចង់ដោះចេញវិញយល់ណាន់ហើយអូខេគេដោះចេញវិញណាបាទនេះគឺការប្រើទាំង3របស់យើងមានnone both outline and inside បាទតំណឹងណាហើយវិធីមួយទៀតអ្នកទាំងអស់គ្នាក្នុងការបង្កើតបន្ទាត់តារាងយើងមិនបាច់ចាំប្រើលើនេះក៏បានដែរឥឡូវខ្ញុំរើសយកបន្ទាត់ពណ៌ក្រហមនេះមិញបាទដើម្បីស្រួលបញ្យល់ village បាទពណ៌នោះ village សម្រាប់បញ្យល់បងប្អូនឲ្យឆាប់យល់បងប្អូនអាចយកម៉ៅរបស់យើងរើសបន្ទាត់រៀងក្រាស់ក៏បានដែរនេះមកបន្ទាត់រើស2ជាន់ក៏បានដែរហើយខ្ញុំដាក់នេះខ្ញុំចុចលើនេះតែម្ដងខ្ញុំអត់ប្រើលើនេះទេអត់ប្រើលើ preset ទេខ្ញុំចុចលើ border តែម្ដងនេះចង់ដាក់ខាងលើគណៈខ្ញុំដាក់ខាងលើនេះបន្ទាត់របស់យើងច្បាស់ណាស់គឺវារត់នៅខាងលើនេះខ្ញុំចង់ដាក់ខាងស្ដាំបន្ទាត់វានៅរត់ខាងស្ដាំប៉ុន្តែពេលនេះវាមិនទាន់បង្ហាញទេបន្ទាត់តែយើងចុច OK បានវាបញ្ចប់ការងារមួយហ្នឹងហើយខ្ញុំចុចទៅលើខាងក្រោមដាក់ទៅនឹង bottom របស់វាហើយដាក់ខាងស្ដាំខាងឆ្វេងខ្ញុំទៅរួចខ្ញុំយកបន្ទាត់មួយជាន់ឬក៏បន្ទាត់ត្រេបាទត្រេមួយណានេះចាដាក់ជួយឈរដាក់ជួយដេកខាងក្នុងណា inside អ្នកទាំងអស់គ្នាចង់ដាក់ម្ដងមួយបែបនេះក៏បានឬក៏អ្នកទាំងអស់គ្នាចង់ប្រើដាក់ម្ដងទាំងអស់ដោយខ្ញុំបង្ហាញពីលើកដំបូងនេះក៏បានដែរបន្ទាប់មកខ្ញុំចុច OK ឃើញបានដូចគ្នាអ្នកទាំងអស់គ្នាចង់ប្រើវិធីសាស្ត្រមួយណាក៏បានដែរនេះគឺជាការដាក់បន្ទាត់ទៅលើនេះគឺជាការបង្កើតតារាងសម្រាប់គ្រប់គ្រងទិន្នន័យបាទនេះជាការឧទាហរណ៍ប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ពីលំហាត់មួយនេះហើយបើពេញចិត្តអ្នកទាំងអស់គ្នាកុំភ្លេចចុច subscribe ទៅលើ channel នេះផងណាព្រោះពេលអ្នកទាំងអស់គ្នាចុច subscribe ទៅលើវីដេអូនេះទៅរាល់មេរៀនដែលខ្ញុំបាន upload ចូលក្នុង YouTube អ្នកទាំងអស់គ្នានឹងបានទទួលមេរៀនថ្មីបន្ថែមទៀតព្រោះសិតតែជាមេរៀនអ្នកទាំងអស់គ្នាត្រូវចេះហើយណាបាទអរគុណជួបគ្នាវីដេអូក្រោយកុំភ្លេច subscribe ផងអរគុណសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការដាក់ពណ៌ទៅលើក្រឡាឬក៏ផ្ទៃតារាងរបស់យើងចឹងកន្លែងនេះវាមានភាពងាយស្រួលមែនទែនសម្រាប់អ្នកទាំងអស់គ្នាហើយមើលតែបន្តិចទៅចេះហើយអ្នកណាទាក់ទងទៅនឹងការដាក់ពណ៌ទៅលើតារាងជាក់ស្ដែងខ្ញុំមានតារាងហើយស្រាប់ដែលខ្ញុំបានធ្វើពីមេរៀនមុនពាក់ព័ន្ធនឹងមេរៀនការបង្កើតតារាងអ្នកទាំងអស់គ្នាអាចបើចង់ចេះបង្កើតតារាងអាចទៅមើលនៅវីដេអូមេរៀនទី6បានហើយវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការដាក់ពណ៌ទៅលើផ្ទៃតារាងជំហានទី1ដែលអ្នកទាំងអស់គ្នាត្រូវតែចូលទៅ select វាជាមុនសិនណាឧទាហរណ៍ថាខ្ញុំចង់ដាក់ពណ៌ទៅលើចាប់ពីលេខរៀងរហូតដល់នេះទៅចំណងជើងក្បាលខាងលើនេះអ្នកទាំងអស់គ្នា select ប៉ុណ្ណឹងមកបន្ទាប់មកយើងមើលទៅលើ home ហើយមកមើលទៅលើកន្លែងនេះគេហៅថា fill color អញ្ចឹងយើងចុចកន្លែងសញ្ញាព្រួយនេះដើម្បីយើងរើសពណ៌ច្រើនទៀតបើសិនជាអ្នកទាំងអស់គ្នារើសចុចលើពណ៌នៅកន្លែង fill ដែលចាក់នេះគឺបានមកពណ៌លឿងអ្នកទាំងអស់គ្នាអញ្ចឹងមកចង់បានពណ៌ច្រើនចុចកន្លែងសញ្ញាព្រួយនេះហើយរើសមកពណ៌ណាដែលយើងពេញចិត្តរើសពណ៌ហ្នឹងមកណាមានពណ៌ច្រើនហើយបើចង់បានពណ៌ច្រើនទៀតក្រៅពីនេះទៀតយើងចូលទៅ more color ហើយខ្ញុំរើសពណ៌មួយខ្ញុំរើសពណ៌រៀងទឹកក្រូចពណ៌ទឹកក្រូចចុះរើសមួយសិនណានេះហើយចុច OK ពេលនោះយើងបានពណ៌ដែលយើងពេញចិត្តនឹងឯងចុះយើងចង់ដាក់ពណ៌វិញធ្វើម៉េចបងប្អូនបើយើងចង់ដាក់ពណ៌វិញគឺយើងគ្រាន់តែចូលទៅកន្លែងដដែលហើយយកពីថា no ទៅអូភ្លេចប្រាប់មុនយើងដាក់ពណ៌យើង select ដូចគ្នាបងប្អូនយើងត្រូវ select លើ
lơ phiêu từng óc đi cái này hơi vô cái lại chả po đi mình đấy hơi vô cái thành nấu phiêu anh ấy là việc đọc po bình và mình ta vẫn năng tế để tao nó cả chả po nó cả đọc po ở lúc chúng đạo bình á chúng bơ po đạo bình chúng bơ vô po kêu chứ con ta phải được chúng đạo po này mơ tới ở số cứ ắt lịch chúng mình po kêu thì po không mở nè được chứ nó chơi chập đào riêng đồ po từ lỡ so tiệt chắc là vậy đồ po lỡ gió mình không bị cả đồ po từ lỡ phía này cái này cứ con ta sẽ lại bị chỉ một sấn à lấy một phần nét trong sẽ lại chập bị cả làm ấy rồi đó cả làm xí trong đồ po gió để riêng có tự niệm nó hết nữa để chỉ po sò chắc cho mưa từ lỡ sò ấy này mưa lỡ sò ấy nữa hai chuyện từ lỡ po để dựng phân chật chém chỉ tụi tới po nó kêu si chỉ được po só là có đặt po só đấy rồi po tới ba này hay bên trong po cho thế mình không bị mạnh thì cái dư cho tới mua cái lợ hay rồi tới giờ po nào để dựng cái tài sản hay ok có ban biết như này và hai cho po phần next trong đồ po só thì chỉ po fc để cho next chúng ta sẽ lại chập vì nắng lâu đó này bị mình ấy tôi móc trong châu từ đường po thì mình nói châu là sỏi ấy tại mình chỉ muốn thà font color cho hình rơi lạnh nhà bối rơi po để dừng chỉ từ tới tuần nàyคือpoนี่มีสีหนึ่ง po เหลืองตอนนี้เนี่ยcái po เหลืองáนะvà ở lớp trong trong đô từ lửa lấy từng on này tiệt và lấy những đặc po ấy xây một tiết và trong rơi châu po cỏ hòm chó chẳng dây từ phía vợ font color hay dâu po cỏ hòm tụi mình này và không mới đếnคือយើងចេះពីតើតើទៅនឹងចាក់ពណ៌ទៅលើ fill បាទចាក់ពណ៌ទៅលើអក្សរឬក៏លេខបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាបានចំណេះដឹងមួយនេះជួបគ្នានៅវីដេអូក្រោយបើសិនជាពេញចិត្តលើវីដេអូនេះអ្នកនរគ្នាអាចចុច subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណជួបគ្នាវីដេអូក្រោយ